តើកិច្ចព្រមព្រៀងដំណោះស្រាយរវាងបារាំងសៀមចុះឆ្នាំ1946ប្រទេសកម្ពុជាទទួលបានផលចំណេញអ្វីហើយប្រទេសសៀមបានផលចំណេញអ្វីខ្លះមុននឹងឆ្លើយតបនឹងសំណួរនេះខ្ញុំសូមជម្រាបជូនដោយសង្ខេបអំពីបរិបទនយោបាយមុនការចុះកិច្ចព្រមព្រៀងដំណោះស្រាយពីខាងដើមនៅក្នុងឆ្នាំ1945គឺជាការបិទបញ្ចប់សង្គ្រាមលោកលើកទី2ដែលពេលនោះជប៉ុនបានចាញ់សង្គ្រាមនៅអាស៊ីសូមបញ្ជាក់ថានៅអំឡុងសង្គ្រាមលោកលើកទី2ប្រទេសថៃដែលទើបតែដូរឈ្មោះមកពីសៀមបានគាំទ្រប្រទេសជប៉ុនលានពាននៅតំបន់អាស៊ីប៉ាស៊ីហ្វិកដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុនរដ្ឋាភិបាលថៃដឹកនាំដោយនាយករដ្ឋមន្ត្រីភិបូលសង្គ្រាមបានឆ្លៀតឱកាសនោះឈ្លានពានកាត់យកទឹកដីកម្ពុជាដែលស្ថិតនៅក្រោមអាណានិគមបារាំងចំនួន1/3ដែលក្នុងនោះមានខេត្តបាត់ដំបងខេត្តសៀមរាបនិងខេត្តព្រះវិហារបច្ចុប្បន្នរដ្ឋាភិបាលថៃបានកាន់កាប់ទឹកដីទាំងបាម៉ានដែលខ្ញុំបានរៀបរាប់ពីខាងដើមរហូតដល់ជប៉ុនចាញ់សង្គ្រាមនៅឆ្នាំ1945នៅពេលនោះថៃអស់ប្រទេសដែលជាទីពឹងឬក៏ខ្នងមួយឯកទន្ទឹមនេះសហគមន៍អន្តរជាតិដែលពេលនោះប្រទេសឈ្នះសង្គ្រាមមានសហរដ្ឋអាមេរិកចក្រភពអង់គ្លេសជាមួយនឹងបារាំងក៏មិនទុកចិត្តប្រទេសថៃដែលធ្លាប់តែចូលឈ្លានពានទឹកដីរបស់បារាំងនៅឥណ្ឌូចិនបើទោះជារដ្ឋាភិបាលថៃនៅពេលនោះបានផ្លាស់ប្ដូររដ្ឋាភិបាលរបស់ភិបូលសង្គ្រាមចេញហើយដំណើរការដោយរដ្ឋាភិបាលថ្មីដែលមាននិន្នាការស្របទៅនឹងក្រមប្រទេសដែលឈ្នះសង្គ្រាមលោកលើកទី2មានអាមេរិកនិងអង់គ្លេសជាដើមប៉ុន្តែរូបភាពមិនល្អរូបភាពឈ្លានពានដែលបង្កឡើងដោយរដ្ឋាភិបាលរបស់ភិបូលសង្គ្រាមគឺមិនត្រូវបានលុបចេញនៅក្នុងការយល់ឃើញរបស់សហគមន៍អន្តរជាតិនោះទេអាស្រ័យនេះដើម្បីទទួលបានការទុកចិត្តពីប្រទេសដែលឈ្នះសង្គ្រាមលោកលើកទី2ថៃក៏សម្រេចយល់ព្រមចុះកិច្ចព្រមព្រៀងដំណោះស្រាយជាមួយនឹងប្រទេសបារាំងដែលកាន់កាប់នៅតំបន់ឥណ្ឌូចិននៅពេលនោះការចុះកិច្ចព្រមព្រៀងនេះគឺជាសេណារីយ៉ូទី2ដែលថៃនឹងធ្វើប៉ុន្តែមុននឹងចុះនេះថៃមានសេណារីយ៉ូមួយទៀតគឺព្យាយាមចរចាបង្កើនការទុកចិត្តជាមួយនឹងប្រទេសសម្ព័ន្ធមិត្តដែលឈ្នះសង្គ្រាមដើម្បីឲ្យខ្លួនមានលទ្ធភាពអាចរក្សាឬក៏ចរចាទាមទារយកផ្នែកខ្លះនៃទឹកដីដែលខ្លួនបានទៅឈ្លានពានយកពីបារាំងឥណ្ឌូចិនសូមបញ្ជាក់ថាទឹកដីនោះមានទឹកដីកម្ពុជានិងទឹកដីភាគខាងលិចនៃតំបន់លួងប្របាងរបស់ប្រទេសឡាវតើកិច្ចព្រមព្រៀងដំណោះស្រាយនោះមានខ្លឹមសារសំខាន់អ្វីខ្លះកិច្ចព្រមព្រៀងដំណោះស្រាយនោះត្រូវបានចុះហត្ថលេខាដោយភាគីបារាំងនៅពេលនោះគឺឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅសហរដ្ឋអាមេរិក Henry Burnett និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវេណេស៊ុយឡា George Picot រីឯភាគីរបស់រាជាណាចក្រសៀមមានព្រះអង្គម្ចាស់វ៉ាន់វ៉ាថាយ៉ាកននិងភួងអភ័យវង្សកិច្ចព្រមព្រៀងនោះត្រូវបានចុះនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ1946កិច្ចព្រមព្រៀងដែលមានចំនួន5មាត្រានោះគឺធ្វើឡើងដើម្បីរក្សាសន្តិសុខសន្តិភាពនៅក្នុងពិភពលោកក្រោមការជ្រោមជ្រែងពីសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនិងទី2គឺដើម្បីភ្ជាប់ឡើងវិញនៅទំនាក់ទំនងសន្តិភាពមិត្តភាពជាប្រពៃណីរវាងថៃជាមួយនឹងបារាំងខ្ញុំសូមបញ្ជាក់ថាប្រទេសសៀមត្រូវបានបដូរមកជាថៃនៅក្នុងឆ្នាំ1939នៅក្នុងទីនេះខ្ញុំសូមហៅប្រទេសថៃថាជាសៀមដោយហេតុថាខ្លឹមសារដើមនៅក្នុងឯកសារដែលខ្ញុំដកស្រង់ចេញពីគេហទំព័ររបស់អង្គការសហប្រជាជាតិគឺគេដាក់ថាជាសៀមក្នុងមាត្រា1គេបានចែងថាអនុសញ្ញាទីក្រុងតូក្យូដែលចុះថ្ងៃទី9ខែឧសភាឆ្នាំ1941ត្រូវលុបចោលនិងលែងទទួលស្គាល់ដោយរដ្ឋាភិបាលបារាំងហើយត្រូវរក្សាស្ថានភាពដើមឡើងវិញនៅមុនថ្ងៃទី9ខែឧសភាឆ្នាំ1941ទន្ទឹមនេះទឹកដីដែលប្រទេសសៀមបានកាត់យកពីបារាំងឥណ្ឌូចិនត្រូវតែប្រគល់ឲ្យបារាំងនៅឥណ្ឌូចិនវិញទាំងអស់នៅក្នុងមាត្រា2ក្រោយពីចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនេះប្រទេសទាំងពីរត្រូវតែភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញដែលអនុលោមទៅតាមសន្ធិសញ្ញាដែលបានចុះកាលពីថ្ងៃទី7ខែធ្នូឆ្នាំ1937ប្រទេសហត្ថលេខីទាំងពីរត្រូវជូនដំណឹងអំពីកិច្ចព្រមព្រៀងនេះទៅក្រុមប្រឹក្សាសន្តិសុខ
ហើយប្រទេសសៀមត្រូវតែដករាល់បណ្ដឹងទាំងអស់ដែលខ្លួនបានប្តឹងបារាំងទៅក្រមប្រឹក្សាសន្តិសុខរីឯបារាំងវិញជាការឆ្លើយតបត្រូវតែឈប់ជំទាស់ចំពោះសំណើសុំរបស់សៀមជាសមាជិកនៃអង្គការសហប្រជាជាតិនៅក្នុងមាត្រា3បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបារាំងសៀមនេះប្រទេសទាំងពីរត្រូវបង្កើតគណៈកម្មការផ្សះផ្សាមួយដែលមានតំណាង2រូបពីភាគីទាំងពីរហើយនិង3រូបជាជនអព្យាក្រឹតគណៈកម្មការនេះត្រូវតែអនុវត្តការងារភ្លាមបន្ទាប់ពីការផ្ទេរកាន់កាប់ទឹកដីដើម្បីពិនិត្យលើបញ្ហាប្រជាសាស្ត្រភូមិសាស្ត្រជាមួយសេដ្ឋកិច្ចដោយយោងទៅតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ1893អនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907នៅក្នុងប្រការទី4បន្ទាប់ពីភ្ជាប់ឡើងវិញនៅទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរប្រទេសហត្ថលេខីត្រូវតែចរចាដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ផ្សេងក្នុងនោះរួមមានបញ្ហាសំណងជាហិរញ្ញវត្ថុទៅលើការខូចខាតដែលត្រូវតែដាក់ទៅជូនគណៈកម្មការផ្សះផ្សាប្រសិនបើភាគីទាំងពីរមិនអាចស្វែងរកការឯកភាពគ្នានៅក្នុងរយៈពេល3ខែនៅក្នុងប្រការទី5ជាមេត្រាចុងក្រោយកិច្ចព្រមព្រៀងនេះនឹងត្រូវអនុវត្តភ្លាមបន្ទាប់ពីចុះហត្ថលេខាហើយកិច្ចព្រមព្រៀងនេះត្រូវបានធ្វើជាភាសាបារាំងនិងភាសាសៀមនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ1946ទន្ទឹមគ្នានឹងការចុះកិច្ចព្រមព្រៀងដំណោះស្រាយនេះភាគីបារាំងសៀមក៏បានចុះហត្ថលេខាជាមួយនឹងពិធីសារដែលរៀបរាប់អំពីគម្រោងការលម្អិតសម្រាប់ការផ្ដោះប្ដូរទឹកដីប្រជាជននិងបញ្ហាផ្សេងក្នុងនោះក៏មានសេចក្តីថ្លែងការណ៍និងលិខិតប្តូរសារផ្សេងដើម្បីអនុវត្តកិច្ចព្រមព្រៀងដំណោះស្រាយរវាងបារាំងសៀមផងដែរមកឆ្លើយទៅនឹងសំណួររបស់យើងពីខាងដើមសួរថាតើកិច្ចព្រមព្រៀងបារាំងសៀមឆ្នាំ1946នេះកម្ពុជាទទួលបានអ្វីហើយសៀមនៅសល់អ្វីនៅក្នុងកិច្ចព្រមព្រៀងនេះគឺកម្ពុជាទទួលបានទឹកដីដែលសៀមបានកាត់យកនៅក្នុងអំឡុងសង្គ្រាមលោកលើកទី2ត្រឡប់មកវិញទឹកដីនោះដោយដែលខ្ញុំជម្រាបជូនពីខាងដើមចំណែកឯភាគីថៃបើទោះជាបាត់បង់ទឹកដីដែលខ្លួនបានបំពេញយកកាលពីឆ្នាំ1941ដែលមានជប៉ុនជាខ្នងឯកនោះប៉ុន្តែថៃក៏មានឱកាសបានបង្កើតទំនាក់ទំនងល្អនិងការជឿទុកចិត្តពីក្រុមប្រទេសសម្ព័ន្ធមិត្តដូចជាអង់គ្លេសជាមួយនឹងសហរដ្ឋអាមេរិកផងដែរទន្ទឹមនោះថៃទទួលបានឱកាសចូលជាសមាជិកអង្គការសហប្រជាជាតិតែទទួលស្គាល់ដោយសហគមន៍អន្តរជាតិផងដែរសូមអរគុណចំពោះការតាមដានស្ដាប់